ស្ដីបងប្អូនទី9ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះលោកគ្រូមកជួបលោកគ្រូទៀតហើយគឺយើងរៀនអំពីប្រមាណវិធីលើ radical អញ្ចឹងថ្ងៃនេះលោកគ្រូយកលំហាត់ផ្លៃតិចណាដែលបងប្អូនធ្លាប់ឃើញថាដូចថារឹសការ៉េនៃ3គុណនឹងរឹសការ៉េនៃ4នេះអញ្ចឹងបងប្អូនគុណបញ្ចូលគ្នាស្មើ12អញ្ចឹងតែប៉ុន្តែចុះឧទាហរណ៍ថាបើសិនជារឹសគូបនៃ3គុណឲ្យរឹសការ៉េនៃ4បងប្អូនធ្វើម៉េចណាបងប្អូនយកវាទៅគុណដែរមែនអត់ទេណាចុះបើចង់ដឹងថាគេធ្វើយ៉ាងម៉េចណាព្រោះនៅក្នុងសភៅស្វ័យសិក្សាណាឬក៏លំហាត់មួយចំនួនគឺគេមានដូចលំហាត់ទី5នេះគេឲ្យយើងប្រៀបធៀបណាគេឲ្យយើងប្រៀបធៀបចំនួនដែលមានរឹសការ៉េនិងរឹសគូបអីចឹងទៅណាចុះបងប្អូនចង់ដឹងថាធ្វើបែបម៉េចឲ្យលឿនងាយស្រួលព្រោះពេលដែលបងប្អូនធ្វើតាមវិធីចាស់នោះវាអាចនឹងយូរវាមានអីគេវាមានសៃគុណវិភាគអីចឹងទៅណាអូខេតោះអញ្ចឹងតាមដានវីដេអូនេះទាំងគ្នាអូខេអញ្ចឹងយើងមើលលំហាត់ទី1ណាលំហាត់ទី1គេឲ្យយើងរឹសគូបនៃ2គុណឲ្យរឹសគូបនៃ1/6អញ្ចឹងបងប្អូនដឹងហើយណាដើម្បីគុណចំនួនគុណនឹងប្រភេទឧទាហរណ៍ថាគេឲ្យយើង2គុណនឹង1/6ណា2គុណនឹង1/6បងប្អូនគ្រាន់តែយក2គុណនឹង1មកគឺស្មើនឹង2/5 6មែនទេបាទដោយសារវាមានរឹសគូបដូចគ្នាតោះអញ្ចឹងមានន័យថានេះគឺយើងគុណមកស្មើប៉ុន្មានគឺស្មើនឹងរឹសគូបនៃ2/6ចុះបងប្អូនមើលថាតើ2/6នេះយើងអាចមានថាចែកវាបានអត់យក2ចែកនឹង6បានអត់បានទេអញ្ចឹងលេងសម្រួលបានអត់បានណាសម្រួលនឹងប៉ុន្មានសម្រួលនឹង2មកគឺយើងបានប៉ុន្មានយើងបានរឹសគូបនៃ1/3បានអញ្ចឹងយើងមើលទៀតណារឹសគូបនៃ1/3នេះតែយើងអាចបញ្ចេញវាឬបានអត់អញ្ចឹងយើងបញ្ចេញឲ្យ1នេះបានចុះ3នេះបញ្ចេញបានអត់បានទេណាអញ្ចឹងមានចម្លើយរបស់យើងគឺនៅក្នុងរឹសដដែលយើងបញ្ចេញឲ្យបានទេគឺស្មើនឹងប៉ុន្មានស្មើនឹងរឹសគូបនៃ1/3បាទអូខេអញ្ចឹងលំហាត់ទី2គេឲ្យយើងរឹស8គុណនឹងរឹស5រឹស8គុណនឹងរឹស5យើងដឹងហើយគ្រាន់តែយកណាលេខនៅក្នុងរឹសនេះគេហៅថារ៉ាដូចកង់ណាគុណបញ្ចូលគ្នាមកគឺបាន8គុណនឹង5បាទ8គុណនឹង5ស្មើប៉ុន្មានគឺស្មើ40អញ្ចឹងមានន័យថាស្មើនឹងរឹសការ៉េនៃ40អញ្ចឹងលេខនេះគឺយើងត្រូវបញ្ចេញវាមកណាយើងត្រូវបញ្ចេញវាអញ្ចឹងយើងបញ្ចេញយើងធ្វើម៉េចយើងអាចចែកតាមកតាបឋមគឺយើងយក40មកណាចែកនឹង2បានប៉ុន្មានបាន20ចែកនឹង2ទៀតបានប៉ុន្មានបាន10ចែកនឹង2ទៀតបាន5ចែកនឹង5បាន1បាទអញ្ចឹងកន្លែងនេះគឺយើងត្រូវចាប់វាម្ដង2ណាចាប់មកបាន2ចាអានេះយើងចាប់អត់បានទេយើងចាប់ជីការ៉េបានទេមានថាយើងចាប់ជីការ៉េចាប់ម្ដង2ចឹងទៅណាអញ្ចឹងចាប់អត់បានទេយើងយកវាមកគុណចូលគ្នាមក5គុណ2ស្មើ10អញ្ចឹងមានថា10នេះគឺនៅក្នុងរឹសដដែល2នេះនៅក្រៅរឹសអញ្ចឹងមានថាចម្លើយរបស់យើងនេះគឺស្មើនឹង2ឬ10បាទចម្លើយគឺ2ឬ10អូខេទី3ប្លែកតិចណាបាទទី3ប្លែកតិចហើយព្រោះយើងគុណរឹសគូបរឹសការ៉េស្រាប់នេះមានរឹសការ៉េនិងរឹសគូបបាទអញ្ចឹងបើរឹសការ៉េនិងរឹសគូបយើងធ្វើម៉េចបាទដំបូងគឺយើងត្រូវចាប់អានេះណាលើកវាជាស្វ័យគុណរបស់អានេះវិញចឹងអានេះរឹសអីក៏ដោយរឹស4ឬ5ក៏ដោយគឺចាប់វាជាស្វ័យគុណហ្នឹងអញ្ចឹងមានន័យថាម៉េចយើងបានរឹសការ៉េនៃ2គូបបាទ2ស្វ័យគុណ3ជាកន្លែងហ្នឹងណាបាទដល់ពេលនេះណាអានេះយើងចាប់វាយកអានេះវិញមានថាវារឹសគូបនៅតែរឹសគូបដដែលទេណាប៉ុន្តែយើងចាប់វាលើកជាស្វ័យគុណរបស់នេះគឺ3ស្វ័យគុណ2បាទអញ្ចឹងយើងបានអីគេអានេះ2ស្វ័យគុណ3ស្មើប៉ុន្មានស្មើ8បន្តមកទៀតគឺយើងគុណអានេះយើងគុណអានេះរឹសរបស់រឹសនេះអានេះរឹសការ៉េនេះរឹសការ៉េមានតែ2ណារឹសការ៉េមានតែ2ហើយអញ្ចឹងយកអារឹសការ៉េនេះគុណជាមួយនឹងអារឹសគូបនេះណាបាទចុះ2គុណ3ស្មើប៉ុន្មានស្មើនឹងរឹស6ណាអញ្ចឹងយើងបានអានេះប៉ុន្មានបានអានេះ8គុណអានេះប៉ុន្មានអានេះគឺ5 9អញ្ចឹង8គុណនឹង9ស្មើប៉ុន្មានស្មើនឹងរឹសណារឹស6ហើយអានេះគឺស្មើនឹង72បាទអានេះគឺស្មើនឹង72បាទស្មើនឹង72អូខេស្មើនឹង72អញ្ចឹងអូខេអញ្ចឹងលំហាត់ទី5របស់យើងចូលប្រៀបធៀបណាឬការ៉េនៃ5និងឬគូបនៃ4អញ្ចឹងយើងធ្វើដូចខាងលើនេះអញ្ចឹងព្រោះវាមានឬការ៉េឬគូបណាអញ្ចឹងលោកគ្រូធ្វើតាមវិធីលឿនទៅគឺយើងធ្វើម៉េច
dương lơ cái này chỉ cúp chứ ngắn này pí cô đồng bay mà nâng rưỡi phần một bạn rưỡi phần một tóm mà anh ấy dương chập chỉ rưỡi cúp mình là price mà nâng pram cúp sama mà bạn mà nâng rồi phải pram ok rồi phải pram ok dương prep thêm mà này cho này dương côn máu bay côn pí mà nâng rưỡi phần một ok rưỡi đôi khi bạn này chứ đôi khi ai prep thêm bạn này và tóm mà dương lơ này chỉ cái đấy man nè buôn cái đấy mà nó đọc đầm mùi bạn mà nó đọc đầm mùi chứ ai tiếp ba này tiếp tờ lấy được không rư này máu bạn tiếp ra thì con một viên máu chứ rư cái đấy ở rư bò viên nó rư bò mùi được như này nó đôi dương tiếp vào phía chứ nè đôi dương tiếp vào phía nhưng nó thở đâu bị bay ruộng vía bạn dương tiếp về đấy bạn chắc là đi rồi phải pram mà đi đọc vào mùi chắc là thông giềng cứ rồi phải pram thông giềng rồi phải pram nó ban mau bị được bạn chứ miền Thái này rư pram đi nè rư cái này pram đi thông chiến rư cúp nấy này buồn bạnต่อ ok chân lùm hạt sa cho nhớ của đồn ai hơi phượt luôn ấy hay comment chấm lạiในข้างกล่าวบานนะ